ជំរាបសួរពុកម៉ែបងប្អូនលោកតាលោកយាយដែលស្រឡាញ់គ្រប់គ្រងនៅក្នុងការកាត់សូបិនរបស់ខ្ញុំណាពុកម៉ែបងប្អូនណាចឹងពុកម៉ែបងប្អូនលោកតាលោកយាយអ៊ំពូមីងបងប្អូនប្រុសស្រីណាដែលសូបិនឃើញច្រាងចឹងបងប្អូនដែលសូបិនឃើញច្រាងតិចឬក៏ច្រាងខំចឹងបងប្អូនចង់ដឹងពីលេខផ្សងសំណាងរបស់បងប្អូនមានលេខផ្សងសំណាងអ្វីខ្លះសម្រាប់បងប្អូនយកទៅផ្សងសំណាងនោះអាចវាយចូលនៅក្នុងការកាត់សូបិនហើយជ្រើសរើសជាលេខផ្សងសំណាងបានណាពុកម៉ែបងប្អូនណាចឹងកុំឲ្យខាតពេលយូរឧទាហរណ៍ពុកម៉ែបងប្អូនដែលសូបិនឃើញគឺបងប្អូនអើយច្រាងណាបងប្អូនណាសូបិនឃើញច្រាងចឹងបងប្អូនដែលសូបិនឃើញច្រាងមិនថាច្រាងតិចឬក៏ច្រាងខាំទេឲ្យតែបងប្អូនច្បាស់ថាខ្លួនឯងសូបិនឃើញច្រាងខាំហើយឬក៏តិចហើយចឹងបងប្អូនចូលមកស្ដាប់សូបិនរបស់ខ្លួនឯងតែផ្ទាល់ណាបងប្អូនណាព្រោះសូបិននេះវាពាក់ព័ន្ធច្រើនដែរណាបងប្អូនចឹងបងប្អូនសូបិនឃើញច្រាងខ្ញុំសូមឲ្យជាលេខផ្សងសំណាងមួយសិនសូបិនឃើញច្រាងតិចឬក៏ច្រាងខាំចំពោះលេខផ្សងសំណាងលេខផ្សងសំណាងគឺមានលេខចឹងខ្ញុំចាំឲ្យបងប្អូនអាចជ្រើសរើសហាមកចប់ខ្ញុំដាក់ចេះទៅស្រួលបងប្អូនថាអូពិបាកជ្រើសរើសមកគ្រាប់គឺអស់ហ្មងបងប្អូនគឺលេខអស់ហ្មងអញ្ចឹងបើសបិនឃើញច្រាងខ្ញុំឲ្យជាលេខផ្សងសំណាងហាមកចាប់ត្រី57 52ចឹងហាមកចាប់ត្រី57និង52ហើយចំពោះ3លេខបងប្អូនអាចជ្រើសរើស3ចិត្តមកចាប់បងប្អូនអាចត្រេង375 3 ចំពោះលេខ LO បងប្អូននិយមលេងឡូអ្នកលេងឡូអាចយក574គុណនិង75អញ្ចឹងបងប្អូនណានេះជាលេខផ្សងសំណាងសម្រាប់បងប្អូនយកទៅផ្សងសំណាងតាមការគួរអត្ថភាពខ្ពស់លេខល្អដែលបងប្អូនសូបិនឃើញច្រាងតិចឬក៏ច្រាងខាំចំពោះហេតុផលវិញចំពោះហេតុផលដែលបងប្អូនសូបិនឃើញច្រាងនេះចាប់ទុកថាសូបិននេះមិនល្អទេណាបងប្អូនណាបងប្អូនដែលសូបិនឃើញច្រាងតិចឬក៏ច្រាងខាំចាប់ទុកថាសូបិននេះមិនល្អហ្នឹងហើយចឹងខ្ញុំដាក់ថាសូបិននេះមិនល្អខ្ញុំសូមទៅជូនពរឲ្យបងប្អូនសិនសូបិននេះមិនល្អទេបងប្អូននឹងអាចមានរឿងរ៉ាវរញ៉េរញ៉ាយកើតឡើងតែម្ដងបងប្អូននឹងអាចមានគ្រោះកាចកើតឡើងនៅក្នុងជោគជតាក្នុងខែនេះតែម្ដងឲ្យតែបងប្អូនសូបិនថាអូថ្ងៃនេះសូបិនហើយមិនថាពេលវេលាណាទេឲ្យតែបងប្អូនសូបិនឃើញច្រាំងតិចហើយបងប្អូននឹងមានរឿងរ៉ាវរញ៉េរញ៉ាយកើតឡើងតែម្ដងជាពិសេសបងប្អូននឹងអាច
មានបញ្ហាកើតឡើងដោយនឹកស្មានមិនដល់ចឹងសូមបងប្អូនប្រយ័ត្នប្រយែងបន្តិចណាបងប្អូនណាចឹងបងប្អូនអ្នកដែលមានគ្រួសារក្តីអ្នកនៅលីវក្តីសូមប្រុងប្រយ័ត្នចំពោះអ្នកមានគ្រួសារសូមប្រយ័ត្នប្រយែងខ្លាំងបំផុតហើយចំពោះអ្នកនៅលីវអាចមានបញ្ហានៅលើដៃគូជីវិតបើមានគេចូលស្ដីដណ្ដឹងឬក៏ចង់បានជាគូកម្មប្រចាំជីវិតតែម្ដងអញ្ចឹងសូមប្រយ័ត្នប្រយែងបន្តិចអ្នកនៅលាវប្រយ័ត្នប្រយែងបន្តិចព្រោះសុបិននេះចាប់ទុកថាជាសុបិនអាក្រក់ណាបងប្អូនណាអញ្ចឹងបងប្អូនអ្នកមានគ្រួសារក្តីអ្នកនៅលាវក្តីអាចចំណាំបានថ្ងៃអញ្ចឹងសូមបងប្អូនប្រយ័ត្នប្រយែងចឹងសម្រាប់វីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងដែរបើបងប្អូនពេញចិត្តវីដេអូរបស់ខ្ញុំកុំភ្លេចជួយ Subscribe ឬក៏ដឹងម្នាក់មួយឬក៏ដាក់មេដៃដើម្បីទទួលសញ្ញាហេងពីខ្ញុំរាល់ថ្ងៃដល់ពុកម៉ែបងប្អូនណាបងប្អូនអាចជ្រើសរើសលេខផ្សងសំណាងតាមការគួរអត្ថភាពខ្ពស់លេខល្អណាបងប្អូនជូនពរសូមឲ្យពុកម៉ែបងប្អូនដែលនៅក្នុងការកាត់សុបិនរបស់ខ្ញុំទាំងអស់សូមឲ្យជួបតែសេចក្តីសុខនិងសេចក្តីចម្រើនជាពិសេសសូមឲ្យកកបនិងហេងរាល់ថ្ងៃតែម្ដង